អ្នកនឹងខ្លាចជាអ្នកលក់មិនប្រកបដោយវិជ្ជាជីវៈបើសិនជាអ្នកមិនបានដឹងរឿង4នេះរឿងទី1អ្នកលក់ប្រកបដោយវិជ្ជាជីវៈគឺគេលក់គុណតម្លៃនៃផលិតផលគឺបានន័យថាគេជ្រើសរើសយកពីចំណុចខ្លាំងចំណុចពិសេសរបស់ផលិតផលយកទៅលក់តែប៉ុណ្ណោះមិនមែនលក់ផលិតផលឡើយឬមួយទៀតគេអាចនិយាយបានថាយើងលក់ហេតុផលអីដែលអតិជនគាត់ត្រូវប្រើផលិតផលរបស់យើងហើយតើគុណតម្លៃរបស់យើងនឹងវាឆ្លើយតបទៅនឹងហេតុផលថ្លៃពលតម្រូវការរបស់អតិជនកម្រិតណានឹងរឿងទី1រឿងទី2គឺយើងធ្វើការជ្រើសរើសអ្នកលក់បន្តបាទអញ្ចឹងជ្រើសរើសអ្នកលក់បន្តនេះឯងដែលធ្វើឲ្យយើងអាចជាអ្នកលក់ប្រកបដោយជីវៈទី3យើងត្រូវduplicate បានន័យថាយើងត្រូវថតចម្លងនៅ model នៅគំរូនៅ standard នៅរបៀបរបបដែលយើងធ្វើការលក់ធ្វើការប្រឹក្សាជូនភ្ញៀវនោះគឺចម្លងពីមួយទៅមួយទៅក្រុមការងារយើងគាត់ចេះធ្វើហើយរឿងទី4ដែលសំខាន់នោះគឺ leadership អញ្ចឹងដើម្បីខ្លាយជាអ្នកលក់ប្រកបទៅដោយវិជ្ជាជីវៈយើងត្រូវមាន leadership បាទ leadership ក្នុងការleadership ខ្លួនឯង leadership ដឹកនាំក្រុមធ្វើឲ្យបានត្រឹមត្រូវនាំក្រុមធ្វើប្រកបដោយវិជ្ជាជីវៈនាំក្រុមធ្វើរឿងត្រឹមត្រូវធ្វើរឿងល្អដែលជាប្រយោជន៍ជូនអតិជនជូនប្រយោជន៍ដល់គេហៅថាម្ចាស់បាទអ្នកទិញចឹងអញ្ចឹងណាបាទអញ្ចឹងបើពេញចិត្តវីដេអូនេះបាទសូម share ម្នាក់មួយ